បានពីរោះណាស់
សិក្សាស្រាវជ្រាវរបស់លោកតើលោកយល់ឃើញថាអ្នកចម្រៀងដែលមិនជំនាញនឹងអាចសម្ដែងបាសាក់បានទេចាប្រហែលជាប៉ះដំបាក់បន្តិចប៉ះដំបាក់តង់កន្លែងថាបើចង់សម្ដែងបានទៅតែយកចិត្តទុកដាក់ពីតន្ត្រីក៏ភ្លេងបុរាណខ្មែរហើយបើថាឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ត្រង់កន្លែងទូរទស្សន៍ឥឡូវហ្នឹងគេមិនបង្ហោះតាម Facebook ដែលយើងទស្សនាមើលតើគេច្រៀងនឹងបែបបទគេច្រៀងថយទៅមុខចុះមកក្រោយច្រៀងតឹងធោអីចឹងតាមអាសំឡេងផាណាក់ដែលចម្រៀងហើយបើចង់បានច្រៀងពីរោះល្អត្រូវតែឆ្លងកាត់ណាក់ដែលដឹកនាំភ្លេងជាណាក់ចម្រៀងត្រូវតែរក្សាបើតាសំឡេងយើងមិនបានល្អហើយបែបបទបាសាក់នេះប៉ះលំបាកច្រៀងអត់បានជួនកាលស្រែកមិនដំបូងនេះរៀនស្រែកមួយចំនួនទៅមិនបងប្អូនសំដែងក្រុមរ៉ាប់នេះប្រទីបក៏ដោយពីខ្មៅក៏ដោយបាក់ឃ្លីវក៏ដោយបើថាជួបណាក់គ្រូភ្លេងគេឲ្យស្រែកជួនកាលស្រែកដល់ក្តៅល្ងាក៏មានដែរស្រែកជាងស្រែកដល់ដើម្បីឲ្យបំពង់កយើងនេះវាបើកចេញទៅហើយដល់ពេលយើងច្រៀងទៅมันបានធូរស្រាលល្មមសូមអរគុណលោកគឹមដោយដែលបានទទួលពាក្យអញ្ជើញនឹងមកចូលរួមកម្មវិធីចម្រៀងបាសាក់ថ្ងៃនេះបាទយកគួនបាត់បាក់ងើយក្រអត់សុកកញ្ញាជួលពេញមាសាជ្រាបបាំងដងខ្ញុំយកគួនបាត់បាក់ងើយក្រអត់សុកកញ្ញាជួលពេញមាសាជ្រាបបាំងដងខ្ញុំដែលកំពុងដើរក្រមលឹកជាធំស្រាប់តែឃើញមុំស្អាតដូចពេញងសមាជិកអង្គរាជស្រោចទឹកដំណាំស្នាដៃស្ពួនដាមស្លឹកលងខៀវខ្ចីសមាជិកអង្គរាជស្រោចទឹកដំណាំស្នាដៃស្ពួនដាមស្លឹកលងខៀវខ្ចីខ្ញុំចង់ទៅចិត្តសាសងសំដីតែចិត្តញ័រភ័យតែជប់ម៉ែប្រទិញខ្ញុំសូមលើកហាត់នៅប្រាប់អរៈឈើធំជាមលប់ត្រជុំជួយធ្វើចាំងខ្ញុំសូមលើកហាត់នៅប្រាប់អរៈឈើធំជាមលប់ត្រជុំជួយធ្វើចាំងជួយទៅប្រាប់នាងថាខ្ញុំស្រឡាញ់ណាស់ហើយចង់ស្កប់ទាំងនឹងឈ្មោះកូនខាបាប្រេងកំណត់ក៏ទុកមកដល់ចោលស្ដីនេះមកលើដឹងរៀបតាបាប្រេងកំណត់ក៏ទុកមកដល់ចោលស្ដីនេះមកលើ
គ្រាមរណា